ជាទេវតាទាំងឡាយដែលតាមថែរក្សាមនុស្សល្អនោះនឹងក៏ថែរក្សាមនុស្សដែលគោរពត្រឹមត្រូវតាមច្បាប់សាសនាប៉ុន្តែទេវតាដែលមើលឃើញគឺរាជបដោសិប្រទេសដែលមានព្រះរាជាគ្រប់គ្រងតែមានមន្ត្រីរដ្ឋមន្ត្រីសេនាបតីអភិបាលខេត្តអភិបាលស្រុកអភិបាលឃុំឥឡូវគេហៅមេឃុំហៅមេភូមិទាំងអស់នេះគឺសុទ្ធជាទេវតាដែរជាទេវតាដែរព្រោះព្រះរាជាសមត្ថទេវីឃើញគេតម្កង់តម្កើងព្រះរាជាដូចជាស្ដេចដូចជាទេវតាអញ្ចឹងប្រទេសដែលគ្រប់គ្រងរាជានិយមគឺប្រទេសតម្កល់របស់ទេវនិយមហ្នឹងឯងតម្កល់ព្រះមហាក្សត្រដូចជាទេវតាអញ្ចឹងបើសិនជាព្រះមហាក្សត្របីដូចជាទេវតាអញ្ចឹងមន្ត្រីរាជការដែលក្រោមព្រះមហាក្សត្រហ្នឹងក៏ដូចជាទេវតាអញ្ចឹងដែរសន្មតថាដូចជាទេវតាអញ្ចឹងដែរអញ្ចឹងទេវតាទាំងអស់នោះគាត់មានទួនាទីថែរក្សាអញ្ចឹងបើសិនជាយើងប្រព្រឹត្តទៅត្រូវនឹងច្បាប់រដ្ឋច្បាប់ប្រទេសអញ្ចឹងទេវតាទាំងអស់នោះគាត់ថែរក្សាយើងដែរប៉ុន្តែបើយើងប្រព្រឹត្តខុសប្រាសចាកពីច្បាប់រដ្ឋពីច្បាប់ប្រទេសទេវតាទាំងអស់នោះគាត់មានសិទ្ធិដាក់ទោសយើងណាយកយើងទៅឃុំឃាំងយកយើងទៅធ្វើទោសបានដោយអំណាចរបស់រដ្ឋអញ្ចឹងអ្វីដែលខ្ញុំចង់បង្រៀនឲ្យអស់លោកអ្នកជ្រាបនោះគឺសូមឲ្យអស់លោកធ្វើខ្លួនយ៉ាងណាកុំឲ្យខុសច្បាប់រដ្ឋនិងច្បាប់ប្រទេសនិងច្បាប់សាសនាកាលណាលោកទាំងឡាយប្រព្រឹត្តខ្លួនឲ្យត្រូវច្បាប់រដ្ឋច្បាប់ប្រទេសនិងច្បាប់សាសនាហើយលោកទាំងឡាយរស់នៅរមែងជាសុខហើយសុខដោយមិនមានការបៀតបៀនអំពីសំណាក់អ្នកថែរក្សាហ្នឹងឯងណាប៉ុន្តែសេចក្តីសុខផ្សេងទៀតអាស្រ័យលើការព្យាយាមរបស់យើងតែយើងចង់បានសេចក្តីសុខក្នុងការជាអំពីរោគយើងក៏បីស្វះស្វែងក្នុងការព្យាបាលរោគយើងទាំងឡាយចង់បាននូវសេចក្តីសុខអំពីការចេញបំផុតអំពីការខ្សត់ក្រយើងទាំងឡាយត្រូវព្យាយាមក្នុងការរករបបទទួលទានអញ្ចឹងស្រុកនេះធំមានស្រែអាចធ្វើបានយើងរដូវស្រូវរដូវវស្សាយើងព្យាយាមធ្វើស្រែចម្ការទៅយើងប្រកបរបរទទួលទានដែរមិនខុសនឹងច្បាប់រដ្ឋអាជ្ញាទៅយើងបាននៅភាពចម្រុងចម្រើនពីការមាននៅសេចក្តីព្យាយាមជាប្រធានហ្នឹងឯងព្រោះសេចក្តីព្យាយាមគឺចាំបាច់គ្រប់ជីវិតរស់នៅមិនមានសេចក្តីព្យាយាមចប់ទាំងអស់ស្មើនឹងអត់មានជីវិតរស់នៅទេឥឡូវហ្នឹងអញ្ចឹងបើយើងមិនព្យាយាមចូលមកអង្គុយយើងធ្វើម៉េចបានមកដល់ទីនេះអញ្ចឹងសេចក្តីងាយស្រួលឯណានឹងមានអត់មានទេហើយលុយណាដែលបានមកប្រាក់ណាទ្រព្យសម្បត្តិណាដែលបានមកដោយងាយស្រួលពេកអត់មានសេចក្តីព្យាយាមនឹងទេគឺស្មើនឹងការបោកបញ្ឆោតរបស់គេហើយដែលគេដាក់ផ្ការរនោមឃើញលឿងហើយកង្កែបចិត្តទៅហក់ទៅតបាក់ទៅជាប់សន្ទូចនៅក្នុងនោះហើយជាប់ផ្លែសន្ទូចផ្លែបង្កៃនៅក្នុងនោះជាសិនក៏បានដែរកុំសប្បាយត្រេកអរជាមួយការនិន្ទានោះព្រោះសេចក្តីចម្រើននិងសេចក្តីវិន័យអត់ស្ថិតនៅលើការនិន្ទានិងការសរសើរនោះទេស្ដាប់បានណាគឺអាស្រ័យនៅលើទង្វើបច្ចុប្បន្នដែលកំពុងធ្វើបើកាលណាយើងធ្វើទៅត្រឹមត្រូវតាមច្បាប់តាមមាត្រាមិនក្តៅក្រហាយដល់អ្នកឯណាដតីប្រកបដោយអង្គដ៏ត្រឹមត្រូវប្រកបតាមផ្លូវដែលមានអដ្ឋង្គិកមៈទាំង8ប្រការជាយានហើយនោះនឹងគឺយើងធ្វើទៅព្រោះព្រះដ៏មានពភាកជាសាស្តានៃយើងណាដែលព្រះអង្គមាននាមថាសត្ថាទេវមនុស្សសានំជាអ្នកជាសាស្ត្រាចារ្យជាគ្រូនៃមនុស្សនិងទេវតាមាព្រំទាំងឡាយនេះក៏ព្រះអង្គជួបពោលប្រទះជាមួយនឹងការនិន្ទាដែរគេនិន្ទាថាអើយសាមណៈគោដំនោះរត់ចោលប្រពន្ធកូនទៅបួសធ្វើឯងត្រឹមត្រូវនៅក្នុងវាំងល្អស្កឹមស្កៃបែរជាទៅដើរ
បណ្ណបាតតាមច្រកតាមផ្លូវអីជាដើមទេគេថានោសមណៈគោដំនោះជាមនុស្សឥតកំណើតចឹងតាជាមនុស្សឥតបានការអីជាដើមទៅប្រហែលព្រះនោះគេដៀលអញ្ចឹងណាប្រហែលព្រះនោះគេដៀលអញ្ចឹងហើយព្រះអង្គយាងទៅណាមកណាមានឆោវិវ័នជាឆាប់ពន្ធរាំងសីចេញពីព្រះបរកាយទេវតាមេព្រំគោរពបូជានៅតែគេហ៊ានដៀលអញ្ចឹងណាអញ្ចឹងហើយណែតម្រាំតែយើងរាល់គ្នានឹងគឺថាកិច្ចមិនផុតទេតែអាត្មាក៏ឆ្ងល់ដែរចង់សួរក្នុងមហារោងទាំងអស់ហ្នឹងសួរមួយថាក្នុងរោងហ្នឹងមាននរណាដែលធ្លាប់ឆ្លងផុតពីការនិន្ទាគេទេមានទេអ្នកអត់ថាអត់បើអ្នកមានទេមើលលើកដៃមើលណាដែលអត់ធ្លាប់គេនិន្ទាអូមានផងអូនៅអង្គុយនៅអត់មានគេនិន្ទាទេណឃើញលើកដៃមែនអត់ធ្លាប់គេនិន្ទាមែនហ៎ចាំមិនក៏លើកដៃនៅស្ដាប់សំណួរច្បាស់ណាថាបើនរណាអត់ធ្លាប់ឆ្លងកាត់ការនិន្ទាស្ដីបន្ទោសទើសតោះទេលើកដៃនមោតស្សៈភគវតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោរហតោសម្មាសម្ពុទ្ធស្សៈសូមក្រាបថ្វាយបង្គំចំពោះវិជុំ3នៃព្រះត្រៃរតន៍ដោយសេចក្តីគោរពសេចក្តីជ្រះថ្លាកោតក្រែងក្រៃលែងសពកាលសូមក្រាបនមស្ការថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គចម្រើនពរចំពោះអស់លោកជាឥសរាធិបតីសម័យដើមទានគ្រប់រូបជាពិសេសមហាវិជាពុទ្ធបរិស័ទដែលមកប្រជុំគ្នាមូលមេដេកតាក្នុងវេលាទិដ្ឋិប្រកបដោយសិរីសួស្តីក្នុងវេលារសៀលនេះព្រឹកមិញយើងសិនតែបានជួបស្គាល់គ្នាហើយបានស្ដាប់នៅធម្មវាចាតែខ្ញុំបកណាខ្ញុំម្ចាស់បានសម្ដែងរៀបរាប់ពីព្រឹកមិញឥឡូវនេះក៏បន្តមកដល់រសៀលទៀតក្រោយពីការសម្រាកទទួលទាននៅអាហារថ្ងៃត្រង់សម្រាននៅអិរិយាបថទាំងឡាយណា4ដែលគប្បីដល់ការសម្រាករួចមកប្រជុំគ្នាវិញក្នុងការដែលគួរប្រជុំធម្មសាកេច្ឆាអេតាមាំងដលមុតតមាំងកិរិយាប្រព្រឹត្តនៅធម្មរសាកិច្ឆាសំគួរដល់កាលជាមង្គលដល់ឧត្តមព្រឹកមិញយើងសំគួរដល់កាលហើយក្នុងថ្ងៃបោសុទ្ធសិលផងបានស្ដាប់នៅធម្មរស់រួចសពគ្រប់ទទួលទាននៅអាហារថ្ងៃត្រង់តាមកាលមិនខ្លីពេកមិនវែងពេករួចក៏ទៅសម្រាកអិរិយាបថសំគួរ
រួចហើយក៏នាំគ្នាមកប្រជុំ